សួស្តីអ្នកទាំងអស់គ្នាវិលស្វាគមន៍សាជាថ្មីម្ដងទៀតមកកាន់ Channel របស់ Admin ហើយថ្ងៃនេះផងដែរសូមមកតាមដានទស្សនានៅព័ត៌មានជាបន្តទៀតដូចតទៅសម្រាប់ថ្ងៃពុធទី25ខែកុម្ភៈឆ្នាំ2026នេះ Admin នឹងលើកយកព័ត៌មានខ្លីមួយទាក់ទងនឹងសម្រាប់ប្រិយមិត្តថ្មីដែលមិនទាន់បានចុច Subscribe សូមចុច Subscribe ម្នាក់មួយផងណាដើម្បីទទួលបានវីដេអូថ្មីៗជាច្រើនទៀតពី Admin មិនធម្មតា Bodo Glimt ទម្លាក់ជើងឯកអ៊ីតាលីនិងជាជើងឯករង Champions League ឆ្នាំមុន Inter Milan បាត់ហើយដោយលទ្ធផលទាំងពីរជើង 5-2 តាមពិត Ed Madrid គេចាំហូបក្នុងផ្ទះសោះគេធ្វើឲ្យយើងឆ្ងល់តាកាលពីជើងទី1ចប់ហើយ Real Madrid Kylian Mbappé នឹងត្រូវអវត្តមានពីការប្រកួតដោយមិនដឹងការកំណត់ដោយសាររបួសជង្គង់រូបគេនឹងខកខានការប្រកួតយ៉ាងហោចណាស់3ប្រកួតបន្ទាប់សម្រាប់ក្រុម Real Madrid មិនទាន់មានការកំណត់ច្បាស់លាស់ថាពេលណាគេអាចត្រឡប់មកវិញបានឡើយ Mbappé ថែមទាំងអាចនឹងខកខានការប្រកួតក្នុងពានរង្វាន់ Champions League UCL វគ្គ16ក្រុមចុងក្រោយទៀតផងនេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន L'Equipe